អ្នកទាំងអស់គ្នាតែងតែកាត់វីដេអូជាមួយនឹងតំបន់ series ឲ្យជាញឹកញាប់ហើយតែងតែសេរីវីដេអូរបស់យើងនឹងទៅឆ្វេងទៅស្ដាំទៅលើទៅក្រោមតមក render វាចេញមកតែពេលពិនិត្យឡើងវិញយើងបែរជាឃើញហ្គេមខ្មៅឬបន្ទាត់ខ្មៅមួយដែលនៅជុំវិញ frame វីដេអូរបស់យើងឬយ៉ាងស្រួលយល់ទៅវាថាវីដេអូអត់ full frameណាទៀតគឺខ្ញុំហ្នឹងហើយដែលតែច្រឡំចឹងថ្ងៃនេះខ្ញុំមានចំណុចទូចមួយដែលចង់ចែករំលែកអ្នកទាំងអស់គ្នាដែលធ្វើឲ្យភ្នែកយើងលែងច្រឡំដែលសេរីចុះសេរីឡើងទៅវាសល់មួយដុំខ្មៅនៅក្នុង frame ចំណុចនេះគេហៅថា viewer background viewer background វិញយ៉ាងស្រួលយល់ទៅគឺ background ឬក៏ជាផ្ទាំងពណ៌មួយដែលនៅក្រោយវីដេអូរបស់យើងអញ្ចឹងវាអត់ធ្វើទៅប៉ះពាល់ទៅដល់វីដេអូរបស់យើងទេវាគ្រាន់តែបដូរ background ហ្នឹងកំឡុងពេលដែលយើងកាត់តតែប៉ុណ្ណោះចឹងបើយើង render ចេញមកក៏វាអត់ជាប់មកជាមួយដែរនៅក្នុង edit page viewer background ហ្នឹងគឺស្ថិតនៅក្នុង timeline view option នេះបើយើងមើលពីលើមកនេះជួរទី5នឹងឯងអញ្ចឹងវាមាន4ជំរឿយើងជ្រើសរើសក្នុងការប្រើប្រាស់ដែរអូខេអញ្ចឹងយើងចុចទី1មក checkerboard ដើម្បីអ្នកនរគ្នាមើលខ្ញុំសូម zoom out វីដេអូនេះឃើញទេអញ្ចឹងទី1 color checkerboard នេះគឺមានផ្ទៃបែបកាឡាអញ្ចឹងក៏ប៉ុន្តែនៅពេលដែលអ្នកនរគ្នាប្រើឲ្យវា full screen វាបែរជាខ្មៅអស់អញ្ចឹងទៅយើងមើលអត់ដឹងទេថាត្រង់ចំណុចណាដែលយើងមិនបាន zoom ឲ្យវា full frame អូខេអញ្ចឹងចំណុចទី2តកតងជាមួយនឹង black អូខេអញ្ចឹងនៅពេលដែលយើងកែឬក៏ zoom in zoom out មកយើងពិបាកនឹងមើលជាមួយនឹងថាវីដេអូរបស់យើង full screen អត់បើតាមមើលធម្មតាអញ្ចឹងណាហើយសូម្បីតែពេលយើងដាក់ full frame មក full screen មកក៏ពិបាកមើលដែរអញ្ចឹងងាយយើងច្រឡំពេល render មកគឺជាប់អញ្ចឹងហើយមួយទៀតតកតងជាមួយនឹង gray អូខេ gray ងាយស្រួលមើលក៏ប៉ុន្តែវាមិនធ្វើឲ្យយើងចាប់អារម្មណ៍ខ្លាំងទេអញ្ចឹងពិបាកបន្តិចដែរនៅពេលដែលយើងអត់ចាប់អារម្មណ៍នៅ key frame របស់យើងឧទាហរណ៍បើយើងសល់ key ប៉ុណ្ណេះមើលទៅយើងអាចនឹងច្រឡំជាមួយនឹង footage របស់យើងក៏ប៉ុន្តែនៅពេលដែលយើងដាក់ full gray គឺនៅ gray វាអត់ប្រែទៅខ្មៅអញ្ចឹងក៏ងាយឲ្យយើងពិនិត្យដែរចំណុចទី4គឺតកតងជាមួយនឹងពណ៌ក្រហម the red អូខេអញ្ចឹងពណ៌ក្រហមងាយឲ្យយើងចាប់អារម្មណ៍អញ្ចឹងបើវីដេអូរបស់យើងខ្វះតិចតួចចេះអីយើងអាចងាយរកមើលថាអូខេយើងខ្វះអញ្ចឹងយើងអាចស្រីបានអញ្ចឹងនៅពេលដែលយើងដាក់ពេញក៏ងាយមើលដែរក៏ប៉ុន្តែពណ៌ក្រហមនេះងាយធ្វើឲ្យយើងឆាប់ស្មានភ្នែកបើយើងមើលយូរអញ្ចឹងអូខេនេះហើយគឺជា viewer background feature ហ្នឹងទូចមួយមែនក៏ប៉ុន្តែជួយឲ្យយើងមិនពិបាក render ម្ដងទៀតអូខេអញ្ចឹងជួបខ្ញុំស្រស់នៅវីដេអូក្រោយបាយ